គឺជាប្រាសាទយងឈីងដែលនៅប្រទេសចិនមុនពេលដែលមិនទាន់រងការឆេះបាទពិតជាស្រស់ស្អាតមែនទែនជាមួយនឹងអាយុកាលជាង1500ឆ្នាំយងឈីងគឺជាតំបន់ទេសចរនិងជាទីសក្ការៈបូជាដែលប្រជាជនគោរពខ្លាំងមែនទែនបាទថ្ងៃនេះខ្ញុំសូមចែករំលែកបទពិសោធន៍តខ្លួនទាក់ទងនឹងការទៅលេងផ្ទះជនជាតិចិននិងជំនឿហុងស៊ុយរបស់ជនជាតិចិននៅពេលដែលមានភ្ញៀវលេងផ្ទះជនជាតិចិនដែលមានការយល់ដឹងខ្ពស់ជនជាតិចិនដែលមានសីលធម៌ក្នុងការរស់នៅមុននឹងគេទៅលេងផ្ទះនរណាម្នាក់គឺគេគិតយ៉ាងខ្លាំងព្រោះថាការដែលទៅលេងផ្ទះរបស់គេនោះអាចជាការនាំស៊ុយទៅដល់ម្ចាស់ផ្ទះពេលដែលយើងកំពុងតែមានទុកសោកកំពុងតែជួបរឿងស៊ុយសៀងជួបបញ្ហាអ្វីមួយគឺយើងមិនអាចទៅផ្ទះគេបានទេហើយសម្រាប់ជនជាតិចិនការដែលយើងទៅក្នុងសភាពបែបនេះគឺមានន័យថាយើងទៅដើម្បីនាំភាពស៊ុយទៅចែករំលែកទៅដល់ម្ចាស់ផ្ទះបាទនៅក្នុងជីវភាពប្រចាំថ្ងៃយើងតែឃើញថានៅពេលដែលនៅក្នុងភូមិមួយមាននរណាម្នាក់ស្លាប់អ្នកស្រុកអ្នកភូមិតែទៅបុណ្យសពដើម្បីជួយរំលែកទុក្ខបាទក៏ដូចគ្នាដែរនៅពេលដែលអ្នកមានទុក្ខសោកអ្នកមានភាពស៊ុយសៀងយើងមិនអាចទៅផ្ទះគេបានទេបាទន័យថាយើងកំពុងតែយកភាពស៊ុយភាពស៊ុយសៀងនោះទៅឲ្យម្ចាស់ផ្ទះហើយបាទមួយវិញទៀតស្ពានគឺជាសំណង់ដែលគេសាងសង់ដើម្បីភ្ជាប់ពីត្រៃម្ខាងទៅត្រៃម្ខាងបាទន័យថាភ្ជាប់ដើម្បីយើងឆ្លងទៅបានតើពុកម៉ែបងប្អូនដឹងទេថានៅក្នុងជីវភាពប្រពៃណីរបស់ជនជាតិចិននិងជប៉ុនស្ពានតំណាងឲ្យអ្វីបាទស្ពានគឺតំណាងឲ្យមិត្តភាពស្ពានតំណាងឲ្យចំណងភ្ជាប់នៃទំនាក់ទំនងចុះនៅពេលដែលយើងទៅលេងផ្ទះគេឬក៏យើងទៅទស្សនកិច្ចនៅប្រទេសគេនេះស្រាប់តែចណ្ដាលផ្ទះហ្នឹងក៏បាក់ស្ពានប្រទេសគេហ្នឹងក៏បាក់បាទតើវាតំណាងឲ្យអ្វីវិញបាទនៅជប៉ុនពាក្យស្ពានហើយនិងពាក្យចង្កឹះគឺដូចគ្នាបងប្អូនប៉ុន្តែសរសេរអក្សរខុសគ្នាបញ្ចេញសម្លេងក៏ខុសគ្នាដែរបាទចំណែកស្ពានគឺគេនិយាយថាហាស៊ីដល់ចង្កឹះគឺនិយាយថាហាស៊ីបាទអញ្ចឹងហើយអត្ថន័យខុសគ្នាសរសេរខុសគ្នាតែប្រភពនៃពាក្យគឺដូចគ្នាបងប្អូនដោយសារតែជំនឿទៅលើពាក្យពីរហ្នឹងក៏ដូចគ្នាដែរបាទន័យថាចង្កឹះគឺជាស្ពានដើម្បីភ្ជាប់ពីចំណីអាហារមកកាន់មាត់ចំណែកស្ពានគឺជាសំណងដែលភ្ជាប់ពីត្រៃម្ខាងទៅត្រៃម្ខាងបាទគឺអត្ថន័យដូចគ្នាទេអញ្ចឹងហើយទៅពាក្យហ្នឹងគឺអានថាហាក់ស៊ីដូចគ្នាបាទនៅក្នុងប្រពៃណីខ្មែរយើងក៏មានពាក្យចងស្ពានមេត្រីបាទន័យថាយើងប្រើពាក្យស្ពានដើម្បីជាការភ្ជាប់នៃទំនាក់ទំនងពេលដែលយើងចូលស្ដីឬក៏ចូលសួរកូនគេបាទនៅពេលដែលយើងចូលទៅស្រាប់តែមានធ្លាក់បែកចានឬក៏សម្លេងគ្រុំក្រាំងអញ្ចឹងទៅបាទសម្រាប់ប្រពៃណីខ្មែរយើងក៏ដូចជាប្រពៃណីរបស់ជនជាតិចិនគឺគេថាជាប្រធ្នោមិនល្អអញ្ចឹងហើយបើត្រូវលើកកូនឲ្យគេក៏គេលេងលើកឲ្យវិញដែរបាទព្រោះគេគិតថាអ្នកដែលមកនោះគឺនាំភាពស៊ុយសៀងមកដល់ផ្ទះគេហើយនៅប្រទេសជប៉ុនខ្ញុំមានមិត្តភក្តិស្និទ្ធស្នាលល្អម្នាក់ដែលជាជនជាតិហុងកុងបាទនៅឆ្នាំ2013វាបានបបួលខ្ញុំទៅលេងផ្ទះវានៅខាងសឹងចិនបាទដល់ពេលយើងត្រូវអញ្ចឹងទៅថ្ងៃដែលយើងចូលទៅដល់ផ្ទះគឺធ្វើឲ្យឪពុកម្ដាយរបស់វាដែលនៅហុងកុងគឺរកចំណូលបានច្រើនមកថាក្រុមហ៊ុននោះគឺចំណេញបាទហើយក៏គាត់ខលនិយាយមួយកូនគាត់និយាយលេងអញ្ចឹងទៅនិយាយរបស់ពួកម៉ាក់ខ្ញុំដែលគាត់រស់នៅសឹងចិនក៏គាត់ថាខ្ញុំគឺនាំសំណាងទៅដល់គ្រួសារគាត់ថ្ងៃដែលយើងចូលទៅដល់ផ្ទះគាត់គឺធ្វើឲ្យគ្រួសារគាត់សប្បាយរីករាយមែនទែនហើយមានរឿងល្អៗអញ្ចឹងបាទអញ្ចឹងហើយពេលដែលខ្ញុំត្រឡប់មកជប៉ុនវិញគាត់ក៏បានឲ្យចិញ្ចៀនមួយចិញ្ចៀនកាច់តូចមែនទែនបាទពាក់ម្រាមកណ្ដាលក៏អត់ចុះដាក់នាងដៃក៏អត់ចុះចូលបានកូនដៃបាទកាច់តូចមែនទែនគាត់ថាកាច់នោះគឺគាត់ឲ្យតែចៅប្រុសទេបងប្អូនពេលដែលត្រឡប់មកវិញខ្ញុំប្រាប់ពួកម៉ាក់ខ្ញុំដែលជនជាតិហុងកុងហ្នឹងខ្ញុំប្រាប់ថាខ្ញុំលេងទៅទៀតហើយសួរថៃមានអីដែលធ្វើឲ្យអន់ចិត្តមែនខ្ញុំថាអត់ទេពេលដែលទៅអញ្ចឹងទៅចំថ្ងៃដែលពួកគាត់មានចំណូលចឹងនិយាយថាគាត់រកស៊ីចំណេញចឹងណាបាទអញ្ចឹងហើយគាត់ថាយើងគឺនាំសំណាងដល់គាត់ចាប់ថ្ងៃក្រោយពេលយើងទៅគាត់រកស៊ីខាតអានោះមិនចោលហើយទេពួកម៉ាក់ខ្ញុំនោះខ្សែដល់ថាចិត្តនឹកឃើញនិយាយកើតបាទគ្រួសារហ្នឹងគឺជឿតែលើហុងស៊ុយខ្លាំងមែនទេអត់សូវជឿតែមួយពួកម៉ាក់ខ្ញុំទេហើយនិយាយថាអត់អីទៅលោកគ្រូចាំទៅស៊ើបមើលសិនថាប៉ាវិញនោះរកស៊ីចំណេញឬក៏អត់បាទជាការនិយាយលេងរបស់វាឲ្យខ្ញុំចឹងណាបាទ